តាមយោបល់ខ្ញុំល្អលោកគ្រូអាចជួយប្រទេសកម្ពុជាយើងបានកុំឲ្យយកលទ្ធផលប្រទេសក្រៅមកចូលរួមអញ្ចឹងណាចង់យកលទ្ធផលខ្មែរយើងក្នុងប្រទេសក្នុងខេត្តមណ្ឌលគិរីយើងដាំហូបខ្ញុំឈ្មោះដើកព្រុតទៅភូមិទី1ពុក្រូចបាទតែខ្ញុំនៅចិត្តអូទេបាទខាងកសិករស្រែចកាទេថ្មីចេះកសិករថ្មីទាំងអស់លោកគ្រូដែលធ្លាប់ទេហ្នឹងហើយដែលធ្លាប់មកប្រវត្តិដាំអីទេបាទអត់ចេះទេបាទធ្វើស្រែចកាដាំត្លងដាំអីដាំត្លងដាំស្រូវដាំអីស្រែដាំចេកបាទបងក៏ខ្វេអត់ដែលដាំបាទមករៀនចង់ដឹងថារៀនហ្នឹងចង់ដឹងចង់ចាស់ខ្លួនយើងអនុវត្តគេថាដាំអញ្ចឹងពេលយើងមានលទ្ធផលយើងទិញអីគេថាលោកគ្រូណែនាំអញ្ចឹងអូគំរូគ្រូថ្ងៃហ្នឹងដាំតែចោះឲ្យរៀបណែមិនហាត់ស្នេហ៍កាត់អីទៅពេលរៀបតែងបានហ្នឹងអញ្ចឹងយើងដឹងស្រាប់ខ្លួនយើងទៅទីបីថែទាំរបស់យើងអញ្ចឹងលោកគ្រូបើតាមយោបល់ខ្ញុំល្អលោកគ្រូហ្នឹងហើយអាចជួយប្រទេសកម្ពុជាយើងបានកុំឲ្យយកលទ្ធផលប្រទេសក្រៅមកចូលរួមអញ្ចឹងណាចង់យកលទ្ធផលខ្មែរយើងក្នុងប្រទេសក្នុងខេត្តមណ្ឌលគិរីយើងដាំហូបចាប៉ុន្តែខ្ញុំអត់ចេះហូបកខ្វេទេប៉ុន្តែខ្ញុំដែរអត់ចេះហូបប៉ុន្តែខ្ញុំខំតែឃើញមកខ្ញុំឃើញចូលច្រើនលោកគ្រូអត់សូវមាននៅក្នុងលទ្ធផលប្រទេសខ្លួនឯងចាឃើញតែគេហ្នឹងហើយយើងទៅចង់បានដាំដំណាំនៅប្រទេសខ្មែរយើងចង់ឲ្យយើងរីកចម្រើនតាមតែគេតែឯងចឹងដែរលោកគ្រូខ្ញុំចង់អញ្ចឹងទៅគ្រូតែបានលទ្ធផលទៅគឺថាដូចតែប្រទេសយើងអញ្ចឹងគឺថាមានលក់អីកុំវេអីគឺថាប្រទេសគេយល់តែឥឡូវប្រទេសគេទេច្រើនប្រទេសកម្ពុជាយើងអត់សូវមានបាទអញ្ចឹងដាំហ្នឹងដូចថាយើងចង់ដាំបានទិន្នផលអីចង់លក់ដូរប៉ុន្តែខ្ញុំអត់ចេះហូបដែរដូចខ្លួនថាចាចង់បានទៅបានលក់ចង់ដាំខ្ញុំចង់ដាំចង់រយហ្នឹងចង់មកតែតាមដាំហ្នឹងអូដៃអត់មានដៃច្រើនដៃមួយហាត់ដៃខ្លះហាត់បាទផែដាំ1000កូនអីហើយដៃទៅកាល5-600ដៃតិចដៃវាឥឡូវចង្អៀតដែលចែកបងប្អូនខ្លះនៅសល់មួយហាត់ខ្លះហាត់ហ្នឹងបើខ្ញុំមិនតាន់បានដាំឯម្ដងទេលោកគ្រូប៉ុន្តែឃើញចង់ដាំហ្មងដីប្រភេទអញ្ចឹងដែរដីខ្មៅអញ្ចឹងដែរប៉ុន្តែខ្ញុំមានដូងខ្ញុំប្រពន្ធរបស់គាត់ហ្នឹងដែរបានផ្លែខ្លះហើយលោកគ្រូប៉ុន្តែចង់ដាក់ជាមួយដូងអញ្ចឹងណាបាទ